កាលពីក្មេងនៅរៀនលោកគ្រូតែងប្រាប់ថាភ្នំដែលខ្ពស់ជាងគេនៅក្នុងស្រុកខ្មែរគឺកំពូលភ្នំអរ៉ាល់កម្ពស់1813ម៉ែត្រហើយធម្មជាតិនៅទីនោះពិតជាសម្បូរបែបមែនទែនដែលធ្វើឲ្យអ្នកចូលចិត្តឡើងភ្នំតែងតែចង់ឡើងទៅទីតាំងមួយនោះចឹងយើងឡើងពីចាប់ពីកន្លែងដំណាក់ទី2នេះទៅដល់កំពូលយើងចំណាយពេលថា4គីឡូចុះ3គីឡូជិត7ទេយើងថា4គីឡូចុះចឹងបន្ទាប់ពីយើងឡើងលើកំពូល4គីឡូហើយយើងចុះមកអូក្រាំដូចជើងទៅអូក្រាំដូចជើងថតរូបលេងមកស្អាតហើយយើងចុះមកកន្លែងយន្តហោះធ្លាក់ហើយនេះជារឿងរ៉ាវរបស់ខ្ញុំដែលបានមកដល់ទីនេះតោះស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូភ្នំអរ៉ាល់អរុនសួស្តីបងប្អូនអរគ្នាស្វាគមន៍វីដេអូថ្មីនេះជាដំណើររបស់យើងទៅកាន់ភ្នំអរ៉ាល់នៅព្រឹកពេលព្រលឹមយើងឃើញថាធម្មជាតិពិតជាស្រស់ស្អាតមែនទែននៅតាមដងផ្លូវធ្វើដំណើរពីទាំងអង្គសហគមន៍ទៅកាន់ជើងភ្នំនឹងជាមួយពពកជាមួយនឹងអាប់ភ្នំអរ៉ាល់នេះយើងនឹងជិះកាត់ហាងគុយទាវភ្នំអរ៉ាល់មួយដែលនៅនឹងមានលក់បាយលក់កាហ្វេលក់អីចឹងណាហើយនៅក្នុងនឹងគឺបរិយាកាសគឺគួរសមដោយសារបរិយាកាសស្អាតហើយជាប់ជើងភ្នំមើលទៅវីយូខាងឆ្វេងនិងខាងស្ដាំព័ទ្ធទៅដោយភ្នំហើយមកដល់នេះបើសិនជាយើងមានគម្រោងថានឹងខ្ចប់បាយឬក៏ខ្ចប់កាហ្វេអាចខ្ចប់បានហើយគ្នាខ្ញុំក៏បានខ្ចប់កាហ្វេទៅមួយចំនួនដែរដើម្បីញ៉ាំតាមផ្លូវព្រោះថាចាប់ពីពេលនេះទៅអត់មានកាហ្វេមានអីលក់ទៀតទេគឺចង់ញ៉ាំកាហ្វេត្រូវខ្ចប់នឹងធ្វើដោយខ្លួនឯងហើយជាពីចំណោទទួលនេះទៅយើងនឹងឃើញដើមផ្កាមួយដ៏ធំពណ៌ផ្កាឈូកគឺថាស្អាតមែនទែនហើយនៅនេះក៏មានអូរមួយដែរដែលមានទឹកហូរនៅជើងភ្នំនឹងបើឡើងចង់ឡើងផ្លូវចុះទៅដល់ហើយនេះជារឿងរ៉ាវដែលកើតឡើងនឹងទេសភាពផ្លូវដែលយើងធ្វើដំណើរនឹងខ្ញុំអត់ចង់កាត់វីដេអូនឹងចេញទេខ្ញុំចង់ទុកឲ្យរៀងវែងមកល្មមដើម្បីអ្នកនាងបានដឹងថាតើពេលដែលយើងទៅនឹងហើយជួបបញ្ហាជាខ្លះនិងរូបភាពបែបណាខ្លះនេះមកស្ទងដែលយកមកពីផ្ទះបងសហគមន៍នេះគឺថាចែកគ្នាតែអង្គុយយន្តបដាឡើងចោលមកស្ទងហ្នឹងហើយប៉ុន្តែគាត់ថាបើសិនជាអត់ញ៉ាំទុកទៅក៏វាបែកដែរផ្លូវចុះចរានេះជីហូបផងស្រែកផងយើងចម្រាស់នៅក្នុងការដែលយើងធ្វើដំណើរមកកាន់ជើងភ្នំពេលធ្វើដំណើរអ្នកទាំងអស់គ្នាត្រូវប្រកាសថាអាវ៉ាន់ឬក៏កត្តាដែលអ្នកទាំងអស់គ្នាស្ពាយគឺសមាមាត្រជាមួយនឹងទម្ងន់ខ្លួនរបស់អ្នកទាំងអស់គ្នាព្រោះថាដំណើររបស់យើងមិនមែនតែមួយតង់ទេគឺច្រើនកលៈមែនតើក្នុងការសម្រាករហូតដល់2 3តង់អញ្ចឹងបន្តមកទៀតយើងនឹងឡើងមកដល់ដំណាក់ទី1ដែលជាទីតាំងមួយសម្រាប់យើងឈប់សម្រាកដូចគ្នាអ្នកនរគ្នាអាចញ៉ាំបាយថ្ងៃឬក៏អាចញ៉ាំបាយដែលខ្ចប់មកពីក្រោមទៀតបន្ថែមទៀតក៏បានដែរព្រោះបាយនៅពេលដែលខ្ញុំយកមកញ៉ាំនៅក្រោមនឹងកញ្ចប់និងយកឡើងមកលើមកកញ្ចប់ហើយចំពោះផ្លែឈើនិងដំណាំហូបផ្លែដែលនៅនឹងវិញគឺថាល្អមែនតើដោយសារខ្ញុំមិនដឹងថាជីដីនៅនឹងល្អឬក៏មិនទេគ្រាន់តែដំណាំផ្លែមួយគឺឆ្លោះហើយមូលល្អមែនតើចឹងបន្ទាប់ពីសម្រាកនៅក្នុងដំណាក់ទី1រួចរាល់គឺដល់ពេលវេលាមួយដែលយើងបន្តឡើងទៅលើទៀតហើយនៅតាមផ្លូវចេញដំណើរពីខាងដំណាក់ទី1នេះទៅគឺជាពេលមួយដែលផ្លូវរៀងចោតឡើងតិចគឺជាដំណាក់កាលដែលយើងត្រូវតោងខ្សែពួរឡើងព្រោះថាចំណោតបន្ទាប់ពីដំណាក់ទី1នេះគឺវាឡើងទៅត្រង់រៀងខ្ពស់អញ្ចឹងជាជំនាញភ្នំដែរអញ្ចឹងបានគេដាក់នៅទីតាំងហ្នឹងគឺមានខ្សែពួរហើយអ្នកដែលដំណើរដែលត្រូវឡើងទាំងអស់ត្រូវតោងខ្សែពួរហ្នឹងយុទ្ធជាកម្លាំងប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នារៀងមាំហើយអាចឡើងធ្វើមកទប់ខ្លួនក៏បានដែរចាំពេលដែលរៀងត្រេតខ្លួនឬក៏ពិបាកទប់ខ្លួនចាំតងខ្សែពួរហ្នឹងក៏បានហើយទីតាំង view ដែលខ្ញុំមកដល់នេះគឺជាទីតាំងភ័ញមួយដែរគឺថាមើលទៅខាងក្រោមវិញគឺឃើញ view ភ្នំស្អាតមែនតើដោយសារទីតាំងមួយហ្នឹងវាចោតអញ្ចឹងណាអញ្ចឹងមើលទៅខាងក្រោមនេះក៏ស្អាតដែរហើយមួយទៀតអ្នកទាំងអស់គ្នាសម្រាកឬក៏អីថតរូបថតអីជុំគ្នាក៏បានហើយខ្ញុំក៏បានដាក់នៅនឹងមកប៉ុពីប៉ុដែរទៅដើម្បីទុកអនុស្សាវរីយ៍ដែលយើងបានតោងឡើងមកហ្នឹងហើយបន្ទាប់ពីដើរចេញពីកន្លែងហ្នឹងទៅឡើងទៅលើហើយមកសន្ទុះយើងនឹងដើរមកដល់កន្លែងមួយទៀតដែលគេហៅថាកន្លែងរងចាំឬក៏ដំណាក់រងចាំហើយចេញពីហ្នឹងទៅទៀតដល់វគ្គដែលយើងត្រូវឡើងបន្តទៀតហើយព្រោះនៅនេះក៏មានថ្មនិងផ្លូវចោតដែរហើយរុក្ខជាតិនៅហ្នឹងគឺប្លែកៗគាត់ថាខ្ញុំថតបានតាមមួយចំនួនទេមួយចំនួនទៀតគឺអត់បានថតអញ្ចឹងណាហើយផ្លូវវាមានផ្លូវខ្លះលូនផ្លូវខ្លះអីព្រោះចេញពីដំណាក់រងចាំនេះទៅនឹងដល់ផ្លូវដែលយើងត្រូវតម្រង់ឡើងទៅដំណាក់មួយទៀតដែលគេឲ្យឈ្មោះថាដំណាក់ទី2ដែលយើងត្រូវស្នាក់នៅនឹងឥឡូវយើងបានមកដល់កម្ពស់942ម៉ែត្រហើយក្នុងចម្ងាយផ្លូវ2គីឡូហើយនៅខ្វះ5គីឡូទៀតមកដល់កំពូលប៉ុន្តែយើងសម្រាកនៅចំណតទី2សិនហើយថ្ងៃស្អែកបានយើងឡើងហើយគាត់ថា finally យើងបានមកដល់ទីតាំងមួយនៅក្នុងភ័ញដែលបានកំណត់ហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនិយាយថាជាចំណត់ទី2តាមពិតនៅកន្លែងហ្នឹងមិនមែនចំណត់ទី2គេហៅថាដំណាក់ទី2ជាដំណាក់ដែលយើងត្រូវស្នាក់នៅនឹងគេមួយយប់នៅយប់ទី1ហ្នឹងហើយបន្តមកទៀតយើងត្រូវឡើងទៅបន្តទៀតចេញពីគីឡូ
ទី2នៅក្នុង7គីឡូនឹងហើយនៅក្នុងកន្លែងនឹងដែរឃើញថាធម្មជាតិចលៃមែនតើដល់ទៅលើវ៉ាលើអីនឹងខ្ញុំអត់ច្បាស់ថាជាស្អីប្រកាសតែគាត់ដឹងថាវ៉ាមិញហ្នឹងគឺផ្សិតហើយនៅកន្លែងនេះមានថ្មស្លាយថ្មអីច្រើននៅក្នុងដំណាក់ចេញពីដំណាក់រងចាំឡើងមកដំណាក់ទី2ដែលយើងត្រូវសម្រាប់ហ្នឹងមួយវិញទៀតមកដល់ដំណាក់ទី2ប្រសិនបើភ្ញៀវទេសចរឬក៏អ្នកដំណើរអត់ចង់សម្រាប់នៅដំណាក់ទី2ហ្នឹងក៏បានគឺគាត់ត្រូវព្យាយាមឡើងទៅទៀតដល់កពូលក៏បានដែរចាំទៅបោះតាមនៅហ្នឹងក៏បានដែរតែគ្រាន់ថាបន្តឡើងទៅទៀតគឺអាចនឹងយប់ហើយបន្តមកនេះយើងនឹងដើរមកដល់ដំណាក់គីឡូលេខ3នៅក្នុង7គីឡូអញ្ចឹងនៅសល់4គីឡូទៀតទៅដល់កពូលប៉ុន្តែយើងអត់ complete 4គីឡូហ្នឹងឯងយើង complete ត្រឹមដំណាក់ទី2សិនដាក់ឡាយចឹងមកដល់ដំណាក់ទី2នេះនឹងឃើញលំហើយគឺជាពេលដែលយើង complete រឿងនៅក្នុងថ្ងៃទី1របស់យើងបានជោគជ័យហើយគឺយើងសាក់នៅនឹងមួយយប់ហើយមកដល់ភ្លាមនេះជាបរិយាកាសនៅដំណាក់ទី2នឹងមានរោងបាយបងសហគមន៍មានកន្លែងធ្វើម្ហូបកន្លែងអង្គុយញ៉ាំបាយអង្គុយអីចឹងទៅហើយនៅហ្នឹងគឺភាគច្រើនគេមកស្នាក់នៅហ្នឹងហើយកន្លែងដែលខ្ញុំឡើងនេះគឺជាធ្នើឈើថ្មីដែលគេត្រឹមតែធ្វើហើយយើងមក support ឈើនឹងដូចគ្នាដែរព្រោះដូចជាគេត្រឹមតែធ្វើឲ្យថ្មីដែរតែខ្ញុំអត់ច្បាស់ថ្ងៃណាខែណាទេហើយបន្ទាប់មកទៀតយើងឃើញ view point មួយដែលយើងបោះតង់នៅនឹងហើយនឹងមើលទៅត្រង់ទៅនឹងឃើញចលងភ្នំមួយដែលយើងនឹងថតនៅពេលព្រឹកខ្ញុំហាញអ្នកទាំងអស់គ្នានឹងថ្ងៃស្អែកបន្ទាប់ទៀតអញ្ចឹងណាតែគាត់ថាមើលទូរទស្សន៍សិនទៅវាអត់សូវច្បាស់ទេល្ងាចអញ្ចឹងវារៀងអស់ពលឺអស់អីដែរនៅដំណាក់ទី2នេះមានបន្ទប់ទឹកនិងទឹកប្រើប្រាស់ស្អាតគ្រប់គ្រាន់អត់ខ្វះទេប៉ុន្តែដោយសារពួកខ្ញុំចង់ទៅលេងទឹកធ្លាក់ដែលគេទំតរកឃើញថ្មីហ្នឹងក៏ពួកយើងស្រូតថាសម្រាប់បាត់ហត់ហើយក៏ដើរទៅលេងទឹកធ្លាក់ហើយនៅពេលដែលដើរទៅលេងទឹកធ្លាក់ហ្នឹងចាយពេលប្រហែលជា1ម៉ោងឬក៏40នាទីទេតាមដើរលឿនឬយឺតឬក៏អាចនឹងលឿនជាងហ្នឹងអញ្ចឹងណាប៉ុន្តែអ្វីដែលខំប្រឹងហ្នឹងគឺអត់មានការស្ដាយក្រោយទេគ្រាន់តែមកដល់ភ្លាមគ្រាន់តែឃើញទឹកហ្នឹងគឺម្នាក់គឺហូរហ្មងហើយទឹកនៅនឹងគឺត្រជាក់មែនតើនៅទីនេះគេឲ្យឈ្មោះថាទឹកធ្លាក់ភៀមគូទឹកធ្លាក់ភៀមគូនេះបើតាមបងសហគមន៍គាត់ប្រាប់ទៅហៅឃើញថ្មីនឹងដូចគ្នាយប់ឡើងយើងញ៉ាំបាយជុំគ្នាញ៉ាំបាយខ្ញុំឲ្យជុំគ្នាតែដោយសារវីដេអូខ្ញុំព្យាយាមឲ្យខ្លីវាក៏អត់បានថតអីច្រើនដែរដល់ល្ងាចមកហ្នឹងគឺហត់ហើយបន្ទាប់ពីញ៉ាំបាយហើយខ្ញុំកាន់មកដល់ពេលព្រឹកម្ដងព្រោះថាវាជាដល់ពេលវេលាមួយដែលខ្ញុំនឹងបន្តបេសកកម្មរបស់ខ្ញុំបន្តទៀតហើយដើម្បី complete ឡើងទៅកំពូលភ្នំប៉ុន្តែមុននឹងព្យាយាមឡើងទៅកំពូលភ្នំខ្ញុំដាក់ time lapse view ដែលខ្ញុំនិយាយខាងមុនហ្នឹងឲ្យអ្នកគ្នាមើលសិនពពកនឹងគឺថាព្រឹកឡើងស្អាតមែនតើហើយបើសិនជាមានកាមេរ៉ាធំឬក៏អីអាច snap ទុកជារូបក៏បានដែរព្រឹកឡើងអត់មានអីទេគឺមានការញ៉ាំមីឆុងកាហ្វេឆុងអីញ៉ាំតិចតួចសម្រាប់ទ្របពួយចឹងទៅប៉ុន្តែនៅក្នុងពេលទ្របពួយហ្នឹងក៏យើងត្រូវធៀមរៀបចំបាយមកកញ្ចប់ឡើងទៅដែរព្រោះបេសកកម្មរបស់ខ្ញុំនេះអត់បានទៅបោះតង់នៅលើកំពូលភ្នំអរ៉ាទេគ្រាន់តែឡើងទៅលេងហើយទៅ complete point សំខាន់នៅនឹងហើយទៅចុះត្រឡប់មកស្នាក់នៅដំណាក់ទី2វិញព្រោះខ្ញុំគេងនៅដំណាក់ទី2នេះពីយប់ខ្ញុំអត់បានគេងទៅលើទេដោយសារអ្នកដែលពេលទៅហ្នឹងគឺគ្រប់គ្នាសម្រាប់ថាគេងនៅដំណាក់ទី2ហ្នឹងតមកទៀតបងបញ្ញាគាត់នឹងណែនាំពីផ្លូវឡើងមានគេខ្លះថាយើងនឹងទៅដើរលេងនៅកន្លែងណាខ្លះអញ្ចឹងហើយបើសិនជាអត់ដឹងថាទៅភ្នំអរ៉ាទៅតាមណាអាចគាត់ទៅប្រុសស្អាតនេះបានគាត់នឹងនាំទៅអញ្ចឹងណាបងប្អូនគ្នាក្នុងរ៉ាដាហ្នឹងដូចតែផ្លូវយើងឡើងជិតដល់កំពូលអញ្ចឹងវាមានអាដើមឈើឲ្យដោះអាស្អីគេដុំពីលើអញ្ចឹងអាហ្នឹងវាដូចគ្នាទេគាត់ថាក្នុងរ៉ាដាវាខ្ពស់ហើយវាមានច្រើនអញ្ចឹងដូចបងបញ្ញាគាត់និយាយអញ្ចឹងដល់ពេលដែលយើង complete ឡើងទៅដល់កំពូលភ្នំអរ៉ាល់យើងនឹងទៅលេងអ្នកខ្លះទី1អ្នកទាំងអស់គ្នាអាចឡើងតាមផ្លូវទៅមើលយន្តហោះធ្លាក់មុនក៏បានឬក៏ចាំចុះត្រឡប់មកវិញក៏បានទី2យើងនឹងទៅលេងអូក្តាមលើកជើងហើយចំណុចមួយទៀតគឺយើងទៅលេងក្នុងរ៉ាដាប៉ុន្តែដោយសារនៅបងបញ្ញានិយាយគឺក្នុងរ៉ាដារៀងឆ្ងាយដោយសារយើងត្រូវត្រឡប់មកគេងនៅដំណាក់ទី2វិញក៏យើង cancel ក្នុងរ៉ាដាទៅចឹងយើងដើរឲ្យបានផុតគីឡូ3ផ្លាកទៀតគឺដល់ពួកស្មោយវ៉មកកូនសក្ការ៉ូយ៉ាងណាអត់មានសក្ការ៉ូទៅតែមកនេះតែហ្មងហើយយើងមកដល់ទៅគីឡូទី5ឡើងកំពូលភ្នំអរ៉ាល់នៅសល់2គីឡូទៀតជាមួយនឹងគេខ្លះដៃកង់ឥឡូវអត់ដៃកង់អត់អីទេយើងខ្ញុំដើរអីនេះអត់អីចឹងឡើងមកដល់គីឡូទី5នេះនឹងចាប់ផ្ដើមឃើញព្រៃរាងក្រាស់ហើយដើមឈើធំកាន់តែច្រើនហើយព្រោះវាគៀកមែនតែនគៀកនៅដល់កំពូលអញ្ចឹងគ្រាន់តែយកដៃកាន់ដើមឈើហើយស្ដាប់សំឡេងអ្នកនរគ្នានឹងដឹងថាអូធម្មជាតិពិតជាល្អមែនស្ងប់ស្ងាត់ហើយមានសត្វហើយនឹងត្រជាក់មែនទែនហើយខ្យល់នៅកំពូលភ្នំនេះត្រជាក់ខ្លាំងមកវឹបមកអត់ដូចនៅខាងក្រមេហើយស្ថានភាពផ្លូវដូចអ្នកទាំងអស់គ្នាក៏មិនឃើញអញ្ចឹងផ្លូវខ្លះក៏ចោលផ្លូវខ្លះក៏ស្រួលដើរជាពិសេសថ្មភ្នំមានរុក្ខជាតិហើយនឹងដើមឈើអីគឺមានស្លែដុះចលៃមែនទែន
ចឹងមកដល់ចំណុចនេះខ្ញុំចាប់ផ្ដើមដើរមកដល់ដើមឈើមួយដែលមើលទៅស្អាតហើយរូបនេះក៏ខ្ញុំបានថតមកបោះដាក់នៅក្នុង cover page ដែរខ្ញុំបាន upload ដូចជាមុនបើសិនជាចេញវីដេអូនេះឲ្យ upload ហើយ cover ហ្នឹងហើយនេះហើយតែគេនិយាយថាជាប្រភេទដើម avatar តែជាក់ស្ដែងខ្ញុំមិនដឹងថាដើមអីទេដើមឈើនេះអាចនឹងមានឈ្មោះផ្សេងតែគ្រាន់ថាវាមានរុក្ខជាតិដុះលើហ្នឹងហើយវាស្ទៀងនឹងដើម avatar ដែលគេល្បីហ្នឹងទើបគេអាចនឹងហៅដើម avatar អញ្ចឹងទៅហើយខ្ញុំក៏ហៅដើមគេដែរអញ្ចឹងទៅតាមសហគមន៍ដែលគាត់បងឬក៏អ្នកដែលធ្លាប់ទៅលេងគាត់ហៅអញ្ចឹងណាតែបើសិនជាមានឈ្មោះផ្សេងគេអាចនឹង update បន្តទៀតទៅដល់ឆ្នាំខាងមុខទៀតដែលគេព្យាយាមស្វែងយល់ពីទីហ្នឹងទៅអញ្ចឹងបន្តមកទៀតមក complete ដល់ចំណុចមួយឃើញផ្លាកនេះដូចមកដល់អញ្ចឹងអាចនិយាយថា98.9% ហើយថា99.99ក៏បានព្រោះវាដល់ហើយអញ្ចឹងមកដល់នេះខាងផ្លាកគេមានរៀបចំដាក់ផ្លាកដែលបងគាត់យកមកដាក់ហ្នឹងដូចជា we can do it ឬក៏ complete ផងមករ៉ាវឬក៏សូមស្វាគមន៍អីចឹងទៅហើយនៅនេះក៏មានបងគាត់ធ្លាប់ឡើងមកបិទ sticker បាត់អីទៅហើយផ្លាកនេះគេដាក់ថាសូមស្វាគមន៍ភ្នំមរ៉ាល់អញ្ចឹងជាពេលវេលាមួយដែលយើងអាចរត់ឬក៏ហក់ឡាឬជារត់ឬក៏អាចហូរបានហើយថាយើងនឹងដល់កំពូលភ្នំដែលយើងបាន complete ហើយ1813ម៉ែត្រហ្នឹងហើយការឡើងមកនេះគឺមិនមែនតិចថ្ងៃទេខ្ញុំរីកមិនឲ្យឡើងពីយប់3ថ្ងៃទៅតើវាអត់សូវហត់ព្រោះតែបើសិនជាយើងអត់ធ្លាប់ឡើងទោះបីតែឡើងមួយថ្ងៃក៏ឡើងដល់ដែរអញ្ចឹងឥឡូវនេះតោះយើងទៅរត់ទៅដល់កំពូលភ្នំទាំងអស់គ្នាហើយអារម្មណ៍ពេលហ្នឹងគឺសម្រាប់ខ្ញុំគឺលយក៏បានឬក៏ special ពិសេសក៏បានព្រោះថាវាមិនមែនជាការងាយទេដែលយើងឡើងភ្នំដល់ខ្ពស់ហើយត្រូវចាយពេលយូរថ្ងៃហើយដំណើរនៃការឡើងមកក៏មិនស្រួលដែរអញ្ចឹងខ្ញុំសប្បាយចិត្តមែនតើដែលបាន complete នៅក្នុងគោលដៅរបស់ខ្ញុំនៅក្នុងដំណើរ1813ម៉ែត្រហើយបើសិនជាគិតជាគីឡូពីរយៈចម្ងាយដែលគេវាស់ពីជើងកន្លែងដែលគេកំណត់ផ្លាកហ្នឹងមកគឺ7គីឡូក្នុង7គីឡូនឹងឯងដូចនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំបានមកញ៉ាំបាយនៅកំពូលភ្នំដែលខ្ពស់ជាងគេនៅក្នុងស្រុកខ្មែរហើយ view នៅកន្លែងនេះគឺថាស្អាតមែនតើញ៉ាំបាយហើយសុំសម្រាប់បន្តិចសិននៅកន្លែងហ្នឹងក៏បានគេនៅនឹងសម្រាប់មួយសន្ទុះធំសិនបានដើរទៅ complete នៅកន្លែងលេងមួយទៀតដែលយើងចុះទៅនេះគឺជាអូក្តាមលើកជើងនេះគឺយើងត្រូវធ្វើដំណើរថា40នាទីទៅម៉ោង1ម៉ោងកន្លះគឺយើងអាចទៅដល់ហើយតាមបងគៀនដែលជាសហគមន៍នៅនឹងគាត់បានប្រាប់អញ្ចឹងណាហើយខ្ញុំចង់ដាក់ voice over គាត់ចូលដែរប៉ុន្តែស្ដាប់អត់សូវឮអញ្ចឹងអរគុណបងមែនតើសម្រាប់ដំណើរកម្សាន្តមួយនេះគាត់ជាផ្នែកមួយនាំពួកខ្ញុំទៅដូចគ្នាហើយនៅក្នុងវីដេអូនេះចាប់ផ្ដើមចុះពីកំពូលទៅមើលអូក្តាមលើកជើងហើយអ្នកគ្នាឥឡូវនេះយើងមកដល់កន្លែងទុដងណានៅតាមផ្លូវទៅមើលក្តាមលើកជើងហ្នឹងអញ្ចឹងនេះខ្ញុំចង់ហៅទីតាំងត្រួសនេះជាទីតាំងត្រួសចឹងខ្ញុំថតទុកជាអនុស្សាវរីយ៍នៅក្នុងវីដេអូនេះដូចគ្នាហើយឥឡូវនេះយើងមកដល់អូក្តាមលើកជើងហើយស្លែថ្មនៅហ្នឹងគឺស្អាតមែនតើហើយរុក្ខជាតិតូចៗដល់លើថ្មហ្នឹងមើលទៅឃើញបៃតងស្អាតហើយទឹកនៅនេះត្រជាក់មកអង្គុយមកស្ទុះលាងដៃលាងជើងលុបដៃលុបមុខអីហ្នឹងគឺត្រជាក់មែនតើហើយទឹកនៅនេះបើសិនជាយើងមានឧបករណ៍ចម្រោះទឹកយើងអាចចម្រោះទឹកញ៉ាំបានដោយសារខ្ញុំពេលដែលខ្ញុំទៅហ្នឹងបងបញ្ញាគាត់ចម្រោះឲ្យញ៉ាំដែរហើយទឹកនៅនឹងឆ្ងាញ់ពេលដែលចម្រោះហ្នឹងអាចនិយាយថាវាអត់មានក្លិនមានអីទេគឺអាចញ៉ាំបានបន្ទាប់ពីឆ្លងកាត់ការចម្រោះហើយវាក៏ជា point មួយសម្រាប់អ្នកដែលចូលចិត្តថតរូបក៏ដូចជាអ្នកចូលចិត្តដើរព្រៃត្រូវតែមក complete នៅនឹងដូចគ្នាដែរព្រោះថាយើងអាចថតប្លង់នេះទៅវាជាប្លង់ថ្មកម្រមួយដែរដែលមានស្លាយបែបហ្នឹងអញ្ចឹងណាហើយទីតាំងមួយហ្នឹងក៏ហែងឆ្ងាយដែរគឺនៅដល់កំពូលមកដល់នេះអ្នកនរគ្នាឃើញខ្ញុំថតអីយ៉ាកំពិតនៅនឹងមានអាប់តែគ្រាន់តែពេលនៅលើកំពូលហើយយើងមកចាំពេលថ្ងៃត្រង់ថតអាប់ទៅអត់ឃើញច្បាស់ទេប៉ុន្តែមកល្ងាចបន្តិចគឺស្អាតមែនតើអាប់ហ្នឹងអញ្ចឹងចេញពីហ្នឹងយើងមកកំពូលវិញបន្តមកទៀតយើងធ្វើការចុះទៅកន្លែងយន្តហោះធ្លាក់ព្រោះមកដល់នេះខ្ញុំកាន់មកដល់កន្លែងយន្តហោះធ្លាក់ហ្មងព្រោះតាមផ្លូវចុះមកគឺដូចតែគ្នាទេមកដល់កន្លែងយន្តហោះធ្លាក់នេះជាបំណែកមួយដំបូងដែលយើងនឹងឃើញខ្ញុំមិនដឹងថាជាតួឬក៏យ៉ាងម៉េចទេប្រហែលជាតួតែខ្ញុំថាបំណែកហ្នឹងមួយផ្នែកណាទេជាបំណែកដែលខ្ទាតមកហ្នឹងណាហើយនៅនេះដូចជាសន្និដ្ឋកម្មហ្នឹងបានកើតឡើងនៅក្នុងឆ្នាំ1974ដែលមានយន្តហោះមកធ្លាក់នៅលើក្បែរកំពូលភ្នំហ្នឹងហើយពីច្រើនអ្នកដែលគេមកលេងគេច្រើនតែចង់ទៅទស្សនានៅនឹងដូចគ្នាព្រោះវាជាហេតុការណ៍មួយដែលយើងត្រូវមកឲ្យបានដឹងនិងបានឃើញដូចគ្នាអញ្ចឹងណា
ចឹងនេះជារូបរាងដែលនៅសល់មកដល់ពេលបច្ចុប្បន្ននេះដែលជាថ្ងៃដែលខ្ញុំទៅហ្នឹងគឺរូបរាងសល់គឺបែបហ្នឹងជាសល់បែបបំណែកកន្ទុយហើយអាចនិយាយថាជាសាកសពយន្តហោះបែបមានទ្រង់ទ្រាយខ្លះក៏វាធូរធ្លាយអីមកទៅមួយចំនួនដែរប៉ុន្តែក៏រក្សាបាននៅប៉ុណ្ណឹងដែរខាងបងសហគមន៍គាត់នាំគ្នាអភិរក្សចឹងណាចឹងមួយទៀតខ្ញុំមកដល់ចំណុចនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមករក្សាភាពស្ងៀមស្ងាត់ហើយព្យាយាមមើលពីរឿងរ៉ាវដែលបានកើតឡើងហ្នឹងទៅហើយយើងអាចធ្វើការថតរូបថតអីចឹងទៅបន្ទាប់មកចាំយើង complete ចុះទៅបន្តទៀតចឹងណាហើយនេះជាប៉ាសិនរបស់យន្តហោះដែលបានខ្ទាតមកខាងក្រោមហ្នឹងជារូបភាពដែលនៅសំម៉ាស៊ីនហ្នឹងគឺនៅប៉ុណ្្នឹងឯងអញ្ចឹងចេញពីកន្លែងយន្តហោះធ្លាក់យើងមកដល់ខាងដំណាក់ទី2វិញជាកន្លែងដែលយើងត្រូវគេងមកយប់ចុងក្រោយហ្នឹងអញ្ចឹងហើយស្អែកយើងចុះត្រឡប់ទៅវិញហើយនៅតាមផ្លូវចុះត្រឡប់ទៅវិញខ្ញុំចង់បង្ហាញផ្លែឈើមួយប្រភេទដែលយើងអាចញ៉ាំបានណាផ្លែហ្នឹងវាជាកោមវាតូចជាងផ្លែផ្ញៀវបន្តិចប៉ុន្តែរសជាតិវាស្តៀងគ្នាជូរអញ្ចឹងណាយើងអាចបេះញ៉ាំបានផ្លែហ្នឹងប៉ុន្តែរាល់ផ្លែឈើក្នុងព្រៃដែលបេះញ៉ាំសួរបងប្អូនពេលដែលទៅត្រូវសួរខាងបងសហគមន៍នៅនឹងផងមិនមែនចេះតែញ៉ាំបានឯងឃើញខ្ញុំបង្ហាញនេះលេងទៅញ៉ាំអីតាមខ្ញុំផ្ដេសផ្ដាស់វាខុសអញនឹងខុសឬក៏អីអានឹងខ្ញុំអត់ធានាទេយើងត្រូវច្បាស់ជាមួយបងសហគមន៍សិនចាំបេះញ៉ាំអញ្ចឹងណាតែគាត់ថាផ្លែឈើដែលខ្ញុំបង្ហាញនេះគឺអាចញ៉ាំបានផ្លែវាឈ្មោះថាផ្លែប៉ក់ប៉ិនយើងបេះមកចំនួនមកយើងអត់បេះទាំងអស់ទេព្រោះយើងទុកឲ្យអ្នកខ້ອຍៗគាត់បានមកឃើញហើយនឹងបានបេះដែរអញ្ចឹងណាហើយមួយទៀតនៅពេលដែលត្រចុះត្រឡប់ទៅវិញណាខ្ញុំមានកន្លែងលេងមួយទៀតដែលគេឲ្យឈ្មោះថាអូដកឈាមនៅតាមផ្លូវយើងចុះហ្មងនៅក្បែរចំណតរថយន្តនេះអញ្ចឹងបងប្អូនមួយចំនួនអាចឈៀងចូលទៅលេងបាននៅពេលដែលចុះត្រឡប់ទៅវិញណានៅនឹងមានទឹកធ្លាក់អូដកឈាមហ្នឹងជាប្រភេទទឹកធ្លាក់ដូចគ្នាដែលមានជម្រាលថ្មមកមានទឹកធ្លាក់ហូរមកយើងអាចលេងនៅកន្លែងហ្នឹងបានដូចអ្នកនរគ្នាកំពុងតែឃើញហ្នឹងហើយបន្តមកទៀតចាំយើង complete ចុះទៅគោយន្តហើយយើងត្រឡប់ទៅផ្ទះសហគមន៍ផងអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអរគុណមែនទែនសម្រាប់ការតាមដានវីដេអូមកដល់ទីបញ្ចប់អញ្ចឹងចាំជួបខ្ញុំនៅវីដេអូក្រោយៗទៀតហើយបើសិនជាមានឱកាសយើងនឹងមកលេងភ្នំបុរាណម្ដងទៀតអរគុណច្រើនបាយបាយអ្នកទាំងអស់គ្នា hả nhớ cái này mặc hai rồi Ấu đấy gần này ui Ấu là Tao gặp quan mỏng nhưng đây phải lỡ mà một chiếc chanh đôi đôi nhiều chẳng cái chanh trong nhiều tập phật môi đây chanh mình đã dạ vào đảo đi vừa trẻ trong thật ở trên này